Bạnអ្នកហ៊ានចូលភូមិមួយនេះអ្នកប្រកាសជាអស់កម្លាំងសូម្បីតែអូនតូចក៏លែងងើបដែរអ្នកសាកស្រមៃមើលថាខ្លួនរបស់អ្នកបានដើរចូលទៅភូមិនោះដោយចៃដន្យបន្ទាប់ពី2-3ថ្ងៃក្រោយមកអ្នកបានភ្លេចអ្វីខ្សឹងតែគ្រប់ទាំងអស់ហើយមានការខ្សត់ខ្សោយអស់កម្លាំងជាខ្លាំងគឺមិនមែនជាការលងលក់ដំណេកតែ2ម៉ោងប៉ុណ្ណោះទេឬក៏1ថ្ងៃ2ថ្ងៃប៉ុណ្ណោះទេចាប់ពី4ទៅ5ថ្ងៃខ្លះជាដល់1អាទិត្យឡើងនេះជារឿងពិតដែលបានកើតឡើងនៅភូមិកាឡាឈីនៃប្រទេសកាហ្សាស្ថានកាលឆ្នាំ2013ប្រជាជននៅទីនោះមានអាការៈប្លែកៗមនុស្សជាច្រើនបានដេកភ្លាមៗនៅកណ្ដាលថ្ងៃត្រង់អ្នកប្រកាសជាឆ្ងល់ថាតើការដេកថ្ងៃខុសដែរទេខុសមែនបានជាដេកថ្ងៃមិនបានការពិតមិនមែនទេនៅក្នុងភូមិនោះមិនមែនជាការដេកថ្ងៃធម្មតានោះទេពួកគេដេកទាំងថ្ងៃដេកទាំងយប់ពេលខ្លះដេកទាល់តែមួយអាទិត្យដោយមិនមានការហូបចុកក៏មានដែរប៉ុន្តែពួកគេមិនស្លាប់នោះទេមិនមែនដេកគ្រាន់តែនៅក្នុងផ្ទះក្នុងភោជនីយដ្ឋានក្នុងសន្តាគារឬក៏ដេកនៅ3ម៉ោង5ដុល្លារនោះទេពួកគេសូម្បីតែកណ្ដាលខ្នល់ក៏អាចដេកបានដែរមិនត្រឹមតែមនុស្សនោះទេសូម្បីតែសត្វពាហនៈសត្វ animal ផ្សេងៗដូចជាឆ្កែឆ្មាព្រមទាំងគោក្របីរបស់ប្រជាជនអូតក៏មានការដេកលងលក់ជាខ្លាំងផងនេះជាហេតុផលដែលធ្វើឲ្យអ្នកភូមិនៅជិតៗនោះនៃភូមិផ្សេងបានដាក់ឈ្មោះភូមិនេះថាជាភូមិដំណេកគឺដេកលងលក់តែម្ដងដេកយ៉ាងស្រួលហើយពួកគេក៏មានពាក្យទំនាយថាគឺជាភូមិដែលមានអាគមឬជាភូមិជាប់បណ្ដាសានៃពពួកអំពើអាក្រក់ដែលមានភាពចម្លែកបែបនេះជារឿយៗអ្នកដឹកនាំក៏បានបញ្ជូនអ្នកវិទ្យាសាស្ត្របានមកសិក្សានៅតំបន់នេះការសន្និដ្ឋានរបស់ពួកគេបានបញ្ជាក់ថានៅជិតភូមិកាឡាឈីមានរ៉ែអ៊ូរ៉ាញ៉ូមដែលបន្សល់ពីសហភាពសូវៀតដែលផូស៊ីលនៃរ៉ែនេះបានបំភ្លៃឧស្ម័នកាបូនឌីអុកស៊ីតនិងហ៊ីដ្រូកាបូនចេញជាខ្លាំងដែលធ្វើឲ្យខ្សត់បរិមាណអុកស៊ីសែននៅក្នុងខ្យល់រាល់ពេលមនុស្សនិងសត្វបានដកដង្ហើមនោះគឺធ្វើឲ្យនឹងប្រព័ន្ធភាពផ្សំរបស់យើងចុះខ្សោយព្រមទាំងភ្លេចភ្លាំងជាពិសេសធ្វើឲ្យយើងដេកលងលក់ជាយូរម៉ោងយូរថ្ងៃហានទៅ3ម៉ោង5ដុល្លារជាដំណោះស្រាយរដ្ឋាភិបាលនៃប្រទេសកាហ្សាស្ថានបានបដូរប្រជាជននៅភូមិកាឡាឈីទៅភូមិផ្សេងៗដែលមានជាតិពុលហើយអ្នកភូមិក៏បានប្រែមកជាធម្មតាដោយគេដោយឯងវិញបន្ទាប់ពីបងប្អូនបានស្ដាប់ហើយកុំភ្លេចជួយ like share និង comment ឲ្យទៅដល់ដៃបងប្អូនឬក៏មិត្តភ័ក្តិអ្នកទាំងអស់គ្នាដែលញៀនទូរស័ព្ទលេងទល់យប់ជ្រៅលេងទល់ភ្លឺមិនបានដេកទៅភូមិកាឡាឈីទាំងអស់គ្នា